កាដើមឡើយនៅទីជនបទមានវត្តអារាមមួយកន្លែងដែលមានព្រះសង្ឃគង់នៅតែ4អង្គប៉ុណ្ណោះហើយហេតុថាទីនោះជាតំបន់ដែលស្រយាលហើយស្ថិតនៅក្បែរព្រៃភ្នំផងនោះនៅទីនោះក៏មានតែភូមិតូចមួយដែលមានអ្នកភូមិរស់នៅតែ20គ្រួសារប៉ុណ្ណោះហើយបងប្អូនខ្មែរយើងនៅពេលនោះគឺពួកគាត់ភាគច្រើនគឺគោរពព្រះពុទ្ធសាសនាស្ទើរតែទាំងអស់ទៅហើយរៀងរាល់ថ្ងៃសៅរ៍ពួកអ្នកភូមិតែងតែនាំយកចង្ហាន់មកប្រគេនព្រះសង្ឃនិងស្ដាប់ការទេសនារបស់ព្រះសង្ឃជានិច្ចផងដែរនាវេលាថ្ងៃមួយពេលដែលអ៊ឿនដែលជាអាចារ្យមើលថែវត្តនៅទីនោះកំពុងតែនិយាយគ្នាជាមួយពូចកនោះក៏ស្រាប់តែមានបរិសុទ្ធ2នាក់ដែលពួកគេញៀនសាក់លើខ្លួនដូចជាអ្នករៀនរបៀនណាក៏មិនចឹងឯងហើយមើលទៅពួកគេអ៊ឿនគាត់ក៏ដឹងថាពួកគេមិនមែនជាអ្នករស់នៅទីនេះនោះទេជំរាបសួរលោកបងបាទលើកដៃថ្វាយព្រះតើពលលោកបងទាំងពីរទៅណាមកណាដែរបានជាមកដល់វត្តនេះព្រោះថាខ្ញុំមិនដែលបានឃើញលោកបងទាំងពីរនៅក្នុងភូមិនេះទេបាទលោកបងពួកខ្ញុំជាអ្នកធ្វើដំណើរកាប់ទីនេះទេប៉ុន្តែដោយសារតែប្អូនខ្ញុំគេអស់កម្លាំងហើយមិនអាចធ្វើដំណើរទៅមុខបានទើបខ្ញុំចង់សូមព្រះចៅអធិការវត្តស្នាក់អាស្រ័យនៅវត្តនេះទី2ថ្ងៃសិនក្រោយពីនិយាយរួចអ៊ឿនក៏បាននាំពួកគេទាំងពីរទៅជួបព្រះចៅអធិការវត្តបន្ទាប់ពីបានការណែនាំពីព្រះចៅអធិការវត្តរួចរាល់ហើយនោះអ៊ឿនក៏បានរៀបចំកន្លែងឲ្យពួកគេទាំងពីរសម្រាប់នៅវត្តនោះយប់ដំបូងស្ថានភាពនៅក្នុងវត្តនោះមានសភាពធម្មតាដោយរាល់ថ្ងៃប៉ុន្តែនៅយប់បន្ទាប់គឺដែលព្រះចៅអធិការកំពុងតែភាវនាធម៌នៅក្នុងវត្តក៏ស្រាប់តែខ្លាមួយក្បាលបានចូលទៅខំសម្លាប់ធ្វើឲ្យព្រះអង្គសង្កត់ភ្លាមតែម្ដងស្រាប់តែបន្តិចនោះក៏មានសម្លេងស្រែករបស់ព្រះសង្ឃឯទៀតបានស្រែកដោយភាពភ័យខ្លាចពេញក្នុងវត្តអារាមនោះតែចេញទៅឆាប់ចេញទៅជួយផងញាតិញោមជួយផងពេលដែលអ៊ឿនបានឃើញខ្លានោះភ្លាមគាត់ក៏បានដឹងច្បាស់ថាខ្លានេះជាខ្លាស្មើដែលកើតចេញពីពពួកគ្រូអាគមដែលបែកអាគមឬហៅថាបែកកម្មដ្ឋាននោះឯងដោយសារតែអ៊ឿនគាត់ក៏ជាអ្នកធ្លាប់រៀននៅរបៀនអាគមដែរនោះគាត់ក៏បានសូត្រជាថាបង្កើតបានជាក្របីអាគមចេញមកពេលនោះសត្វទាំងពីរក៏រត់ទៅប្រខំគ្នាវាន់សម្លេងត្រហឹងពេញវត្តស្រាប់តែពេលនោះក៏លេចចេញនៅខ្លាស្មើមួយក្បាលទៀតបានដើរចេញមកដោយអ៊ឿនដឹងថាមិនអាចទប់ទល់នឹងពួកវាបានអ៊ឿនក៏បានរត់ចេញពីវត្តនោះគេចខ្លួនចេញបាត់ទៅតាំងពីមានរឿងរ៉ាវនេះកើតឡើងមកវត្តនេះក៏ត្រូវបានអ្នកភូមិបោះបង់ចោលដោយមិនមានអ្នកណាហ៊ានមកទីនេះទៀតឡើយហើយនៅក្នុងភូមិក៏តែងតែបានបាត់សត្វចិញ្ចឹមដូចជាគោក្របីជារៀងរាល់ថ្ងៃហើយអ្នកភូមិក៏លែងមានអ្នកណាហ៊ានទៅរករបស់ព្រៃក្បែរវត្តនោះទៀតដែរដោយអ្នកភូមិមិនអាចធ្វើអ្វីបានទៅលើខ្លាទាំងពីរនោះអ្នកភូមិក៏បានទៅរកអ្នកដែលស្ទាត់ជំនាញខាងប្រមាញ់និងចេះវិទ្យាអាគមដើម្បីទៅកម្ចាត់ខ្លាទាំងពីរនោះពេលដែលគ្រូនោះបានមកដល់ពួកគេក៏បានរៀបចំសីមាព្រមទាំងមានគ្នារបស់គេពីរអ្នកទៀតឈរកាន់កំភ្លើងត្រៀមបាញ់សត្វខ្លាទាំងពីរនោះផងដែរប៉ុន្តែពេលដែលពួកគេរងចាំអស់ពេលយ៉ាងយូរក៏មិនបានឃើញសត្វខ្លាទាំងពីរនោះចេញមកឲ្យពួកគេឃើញសោះ
Nè, dân chăm du hơi mình khơi nhà ra nó trên mực sao? Anh được chia mua đại đào hơi à? Bà hai gì đi, phải cái đầm nà dân hơi, ban đi mình hiện trên mốc. Dân trong thì tranh được ra xì mà ní, hơi tế xâm lập đi tên một đón thế à? Đời ski mà pin nè. Bà bị xuống không chặt đi phụ anh dây nó, bên bên nè thùng, cái chú phụ yêu màu tê. DJ đo trầm ní, có sắp tại ban lưu xâm lên khá cơ hâm ban ban lưu làng. Còn tại xâm lên cơ hâm bạc là nó. Vẫn nhạc để chán tráp đi nó, chỉ bạc chiếc khay chàng chạy chi mình khăn. Lúc nó, dì mọc hai. Mọc tình cú tên một đón. Này à sắp đi chan. Đây ní, anh nông cũng rất bạch anh. Thôi nông phụ ơi, anh qua thả anh chuyên nào tên một đón. Đi dì, phụ kê cỡ bạn bánh kìa, từ lời khá mà chỉ chăm thuộc. Tại chọc không thường thông đảm đẹp ní. Mình ai tung đô bay sạc khá để bàn tì. Ai da, akla ni di participant men lo kru. Ni je rồi kru no có ban sốt kia tha đã sát hạt phum rồi bạc cái đã chỉ sát cô ba khma trên một project năm sát khla trong tin no. Vì đã cô bà mơ với chốt chứ mơ khá tiếng tì nó bàn môi sân tu. Mơ tờ sát cô nó mất nai dọc nhé tờ lơ sát khá tiếng tì nó bàn tề. Srap tà tê nó, khá tiếng tì nó có bàn prai khá chiếm nó tiếng pin nhẹ tè mà đỏ. Khất dòng mấy tờ lơ kru, à khá ní, vì mình men thua mà đá tê. Men hai lơ kru, phụ yên rốt tờ. Trầm kru công bọc bởi chị anh, trong mong xâm lập anh. Ngày ní, anh nâng oi phụ anh, khá chỉ không oi tay hông nơi diêm vật ní. Tê nó sắp tê mình nhẹ phôm bàn đa mọc chỉ mùi bè xong thuộc nông quay on. Chui phong, có thể chụp chui khiêm cơ nào phong. À khá bị sát ní, cực chụp làm cái ná, khiêm cơ nào muốn ai dụ chinh về bàn thế. Kê tình bí, mình chỉ khá thong mà đa tình nhôm. Phụ kê, tí môn, cứ chỉ kru áp cung lọc làm phụ cái ná. Tại đời xa tê phụ kê, mức ngôn nâng bị chia thành ní. Thực thụ ơi phụ kê, bạch áp cung bởi hộp lại chỉ khá small bạp ní. Hạt ấy tụi anh ta bằng khăn dương rồi hốt đi này, à tụi đông xên. Nhôm tiếng phí, hai đứa vậy, cái nhôm mình tăng chất tùm bọc ở đó, được bóng nở viên đi cho tới. Người tới, ba mà vẫn đói nhôm sang ba bằng cầm to tiết, bằng bàn một tì. Tên nó, class mơ tiếng phí có ban sức rốt cho xâm đau tới cam phía xong. Tại đời sang là đồng này, bọc tế xong thuộc đâu nó.
ក៏មានពន្លឺឃុំក្រុងជុំវិញព្រះអង្គធ្វើឲ្យសត្វខ្លាស្មើទាំងពីរនោះឆេះដៅរលីនៅពេលនោះតែម្ដងទៅរឿងតែសងទុកដងកំចាត់ខ្លាស្មើក៏សូមចាប់តែត្រឹមនេះហើយសូមបងប្អូនទស្សនារឿងនេះដែលប្រើវិចារណញ្ញាណជាចុងក្រោយខ្ញុំបាទសូមជូនពរដល់បងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះដល់ចប់ជួបតែសេចក្តីសុខគ្រប់គ្នា